ជំរាបសួរលោកគ្រូអ្នកគ្រូបាទលោកគ្រូអ្នកគ្រូគឺបាទត្រូវតែមានកម្មវិធីគ្រប់គ្រងបន្ទុកបាទអញ្ចឹងពេលណាដែលលោកគ្រូអ្នកគ្រូមានកម្មវិធីគ្រប់គ្រងបន្ទុកគឺលោកគ្រូអ្នកគ្រូនឹងងាយស្រួលក្នុងការបាទបូកបន្ទុកសិស្សបាទប្រចាំខែបាទអញ្ចឹងគឺលោកគ្រូអ្នកគ្រូនឹងងាយស្រួលបាទអញ្ចឹងបើលោកគ្រូអ្នកគ្រូចង់បានកម្មវិធីបាទបូកបន្ទុកសិស្សនេះគឺតាក់ទងមកក្នុងបានបាទតាមរយៈ page របស់ខ្ញុំឬតាម YouTube របស់ខ្ញុំបាទអញ្ចឹងទី1គឺលោកគ្រូអ្នកគ្រូតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទយើងចូលទៅបាទដាក់បន្ទុកបាទអញ្ចឹងទី1គឺយើងចូលទៅកន្លែងសម្រាប់ថ្នាក់មកខ្ញុំសិក្សាបាទអញ្ចឹងតទៅគឺយើងមានខែបាទយើងមានខែបាទខែវិច្ឆិកាខែធ្នូបាទមករាបាទកុម្ភៈបាទមីនាបាទបន្ទាប់មកទៀតគឺយើងងាកមកខាងណាបាទយើងត្រូវមានបន្ទុកទៀតបាទខែមេសាបាទខែឧសភាបាទខែមិថុនាហើយបន្តមកទៀតគឺចូលដល់ខែកក្កដាបាទនិងខែសីហាបាទចូលទៅមើលខ្ញុំបញ្ចូលបន្ទុកបាទទី1គឺយើងចូលទៅកន្លែងខែមិថុនាមកបាទពេលដែលយើងចុចយកខែមិថុនាហើយបាទលោកគ្រូអ្នកគ្រូមើលបាទនេះឲ្យឈ្មោះថាតារាងបាទស្រង់បន្ទុកសម្រាប់ខែមិថុនាឆ្នាំបាទ2025-26បាទរៀននៅបន្ទប់ណាគឺយើងដាក់នៅបន្ទប់ហ្នឹងទៅបាទមានបាទថ្នាក់ទី7រហូតដល់ថ្នាក់ទីលោកគ្រូអ្នកគ្រូចង់រៀននៅថ្នាក់ណាគឺយើងបូកបាទនៅក្នុងថ្នាក់ហ្នឹងទៅបាទអញ្ចឹងឥឡូវលោកគ្រូតាមដានជាមួយខ្ញុំបាទអញ្ចឹងឥឡូវនេះគឺយើងចូលទៅឯកទេសបាទឯកទេសគណិតបាទអញ្ចឹងសិស្សបាទអញ្ចឹងគឺឯកទេសគណិតឥឡូវយើងចូលទៅមើលឯកទេសគណិតបាទយើងត្រូវបញ្ចូលបន្ទុកបាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូបាទចង់បានកម្មវិធីនេះគឺលោកគ្រូអ្នកគ្រូត្រូវតែបាទលោកគ្រូអ្នកគ្រូត្រូវតែបាទទិញដើម្បីយើងយកទៅប្រើប្រាស់បាទអញ្ចឹងឥឡូវខ្ញុំចាប់ដើមបញ្ចូលបន្ទុកទៀតបាទមើលតាមខ្ញុំបាទអញ្ចឹងបន្ទាប់មកគឺយើងបាទ0បាទបន្ទាប់ទៀតគឺ58បាទ0បាទបន្ទាប់ទៀតបាទ0ទៀតបាទ64បាទបន្ទាប់ទៀតបាទ0ទៀតបាទ55បាទបន្ទាប់ទៀត0ទៀតបន្ទាប់ទៀត0ទៀតបាទចាំមើលថាគាត់អត់មករៀនបាទក៏អត់មកប្រឡងបាទអញ្ចឹងប៉ុណ្ណឹងបាទអញ្ចឹងបើលោកគ្រូអ្នកគ្រូចង់បានកម្មវិធីនេះយកទៅប្រើប្រាស់នៅក្នុងបាទថ្នាក់ឬអង្គភាពរបស់លោកគ្រូអ្នកគ្រូគឺសូមតាក់ទងមកបាទខ្ញុំបាទអញ្ចឹងសូមអរគុណច្រើនបាទសូមជម្រាបលាបាទ